តើបងអូនថ្ងៃនេះយើងមកមើលបតតឡើងភ្លើងពុកម៉ែបងប្អូនបាទបតតឡើងភ្លើងហើយនឹងជាមួយនឹងប្រដាប់មើលវ៉ុលពុកម៉ែបងប្អូនបាទអានេះគឺចូល10វ៉ុល11វ៉ុលបាទ11វ៉ុលទឹក5ហើយចំណែកចេញគឺ80វ៉ុលពុកម៉ែបងប្អូន80វ៉ុលអញ្ចឹងគឺយើងអាចតម្លើងបានខ្ពស់មែនតើបាទបានខ្ពស់មែនតើគឺពី10វ៉ុលដល់80វ៉ុលសម្រាប់ពុកម៉ែបងប្អូនដែលប្រើអាំភ្លីមានចរន្តខ្ពស់ដោយសារយើងប្រើចរន្តខ្ពស់ឬក៏ចិត្តដល់ maximum របស់អាំភ្លីគឺវាលឺស្អាតអញ្ចឹងណាពុកម៉ែបងប្អូនបាទឧទាហរណ៍ថាអាំភ្លីរបស់បងប្អូនស៊ីពី12ទៅដល់24បើពុកម៉ែបងប្អូនប្រើ12វ៉ុលវាលឺអត់សូវស្អាតបាទវាលឺតិចអញ្ចឹងណាពុកម៉ែបងប្អូនបុកមិនសូវខ្លាំងតែពុកម៉ែបងប្អូនប្រើ20ឬក៏21ឬក៏18អីវាលឺអេនជាងអញ្ចឹងណាពុកម៉ែបងប្អូនបាទអញ្ចឹងទើបឲ្យពុកម៉ែបងប្អូនបាទប្រើជាង Fedbot តម្លើងភ្លើងឬក៏មានភ្លើងពីណាក៏បានដែរឲ្យវាឆិតដល់ maximum របស់អាំភ្លីអញ្ចឹងណាបាទវាលឺស្អាតហើយឥឡូវយើងមកមើលបាទភ្លើងចូលគឺ11វ៉ុលចុច5ភ្លើងចេញបាទគឺ80វ៉ុលគឺអាចសារ៉េបានខ្ពស់ជាងនឹងដូចជាបន្តិចទៀតបងប្អូនបាទតែខ្ញុំអត់សារ៉េទេដោយសារអីក្នុង website គេដាក់ថាត្រឹម80វ៉ុលទេអញ្ចឹងយើងសារ៉េប៉ុណ្ណឹងទៅហើយសម្រាប់ពុកម៉ែបងប្អូនបាទបើសិនជាយកទៅប្រើប្រាស់អីបាទសារ៉េយើងសារ៉េកុំឲ្យខ្ពស់ពេកបាទសារ៉េកុំឲ្យខ្ពស់ពេកឧទាហរណ៍ថាអាំភ្លីរបស់បងប្អូនស៊ីត្រឹម50វ៉ុលយើងអាចប្រើត្រឹម40ឬ45អញ្ចឹងទៅបាទហើយសម្រាប់អំពែពីក្រោយដាក់ឲ្យខ្ពស់ពុកម៉ែបងប្អូនបាទដាក់ត្រឹម10អំពែឬក៏10អំពែជាងគឺល្អសម្រាប់យើងកម្លាំងវ៉ុលមិនអញ្ចឹងទេពេលពុកម៉ែបងប្អូនបើកទៅវានឹងរលត់ណាបងប្អូនវានឹងរលត់អសអីអំពែពីក្រោយនេះវាទាធំដែរបាទធំដែរហើយដុំនេះគឺជាដុំ1200វ៉ាត់អញ្ចឹងណាបងប្អូនបាទអរគុណថ្ងៃនេះមានតែប៉ុណ្ណេះទេ